ក្មេងស្រីម្នាក់នេះបានកាប់ដើមឈើមួយដើម្បីយកមកធ្វើជាចានហើយចាននឹងពេលដែលក្មេងស្រីធ្វើឲ្យនិយាយពីថាស្រស់ស្អាតខ្លាំងមែនទែនប៉ុន្តែដើមឈើនឹងញ៉ក់ដឹងថាជាដើមឈើអ្វីទេព្រោះថាខ្ញុំមើលចេះទៅគឺថាដឹងថារូបវារឿងវាដើមឈើអ្វីអញ្ចឹងណាចឹងបងប្អូនណាដឹងចាំជួយខមមិនប្រាជ្ញខ្ញុំផងថាដើមឈើនឹងគេហៅថាដើមឈើអ្វីឥឡូវចង់មើលទាំងអស់គ្នាទេបងប្អូនថាក្មេងស្រីម្នាក់ហ្នឹងពេលដែលធ្វើចានឲ្យស្អាតប៉ុណ្ណាអញ្ចឹងបន្ទាប់ពីក្មេងស្រីនឹងបានកាត់សបកដើមឈើនឹងចេញហើយចាប់ដើមមើលឲ្យទៅប៉ាគេចូលដាក់ចូលក្នុងម៉ាស៊ីនវិលនេះដើម្បីយកទៅធ្វើជាចានណាបងប្អូនឥឡូវបុរសម្នាក់ហ្នឹងកំពុងតែចាប់ដើមនេះយកដែកមកឈូសវាឲ្យស្មើឲ្យស្អាតអញ្ចឹងបងប្អូនឈូសអាឈើហ្នឹងហើយនិយាយទៅចាននេះពេលគាត់ធ្វើឲ្យគាត់ថាលក់បានថ្លៃខ្លាំងមែនទែនដោយសារកាតាការធ្វើប្រកួតហ្នឹងគឺធ្វើចេញពីឈើហើយមិនមែនធ្វើចេញពីដែកមិនមែនធ្វើចេញពីថ្មអញ្ចឹងហើយចាននេះគាត់ធ្វើឲ្យស្អាតទៀតអញ្ចឹងគាត់លក់បានថ្លៃណាបងប្អូនហើយនិយាយទៅការធ្វើប្រកួតគឺមិនចេះធ្វើគាត់សុទ្ធតែមានបច្ចេកទេសសុទ្ធតែមានជំនាញត្រឹមត្រូវដែរគាត់មិនចេះធ្វើឲ្យតែហើយតែពីដៃណាព្រោះថាការធ្វើមួយគឺគេប្រើបច្ចេកទេសច្រើនខ្លាំងមែនទែនហើយក្នុងមួយថ្ងៃគាត់មិនធ្វើតែចាននេះទេគាត់ធ្វើដូចជាវត្ថុផ្សេងដូចជាថូដូចជាចានដូចជាកែវដូចជាអីច្រើនណាបងប្អូនឥឡូវចាំមើលអស់គ្នាទៀតពេលគាត់ធ្វើឲ្យចង់ដឹងថានេះចាននឹងមានរូបរាងប្លែកស្អាតប៉ុណ្ណាអីចឹងណាឥឡូវក៏ពួកចាប់ដើមយកអាដែកហ្នឹងមកឈូសវាធ្វើជាប្រឡោះបងប្អូនឥឡូវឃើញថាប្រឡោះគេធ្វើចេញមកបានធំហើយបងប្អូនក៏ចាប់ដើមសេរីវាថ្មីវាចេញមកមានរូបរាងស្អាតចឹងណាបងប្អូនកុំឲ្យខ្ញុំចេះតែនិយាយកុហកចឹងណាឥឡូវឃើញថាអាចារ្យហ្នឹងស្អាតមែនបងប្អូននិយាយទៅមិនសរសើរមិនបានហើយការធ្វើប្រកួតគឺថាគាត់មកមានតែប្រើឧបករណ៍អីទំនើបទេបងប្អូនគាត់ប្រើតាអាម៉ាស៊ីនវិលហ្នឹងហើយនឹងដែកមួយហ្នឹងបងប្អូនគាត់ចាប់ដើមដាក់ឈូយោតែម្ដងហើយគាត់ពោចាប់ដើមធ្វើជាក្បាច់បងប្អូនព្រោះថាចានមួយតើយើងមានក្បាច់ដែរបានមើលទៅឃើញស្អាតអញ្ចឹងណាតែយើងចេះធ្វើឲ្យតែហើយពីដៃគឺថាមិនស្អាតទេអូ my god ឥឡូវគាត់ចាប់ដើមខាត់ទេបងប្អូនហើយចាននេះពេលគាត់យកទៅលាបថ្នាំលាបអីហើយនិយាយថាអូកាន់តែប្លែកទេបងប្អូននិយាយទៅកប់សេរីយកតែម្ដងឥឡូវក៏ពោចាប់ដើមខាត់វាធ្វើមិនក៏ដល់វាចេញមករឿឲ្យវាលងស្អាតអញ្ចឹងព្រោះថាឈើនេះញ៉ក់ដឹងថាមានឈ្មោះអ្វីដែរអញ្ចឹងប៉ុន្តែបងប្អូនណាដឹងថាឈើនេះមានឈ្មោះអ្វីចាំជួយខមមិនប្រាជ្ញខ្ញុំផងឥឡូវឃើញតែការធ្វើប្រកួតបងប្អូនបានប្រហែល80%ដែរបងប្អូននិយាយទៅគាត់ធ្វើលឿនខ្លាំងមែនទែនចានមួយនេះហើយនិយាយទៅមើលតែក្រោយខ្នងគាត់ដើមបងប្អូនសុទ្ធតែឈើហ្នឹងគឺគាត់សម្រាប់ធ្វើជាជ្រុញសម្រាប់ធ្វើជារបរប្រើប្រាស់ផ្សេងទៀតអញ្ចឹងណាឥឡូវក៏ពួកចាប់ដើមនេះបងប្អូនគាត់ចាប់ដើមខាត់ជាមួយអាខាណាត់នេះនិយាយពីថាចេញពណ៌មកស្អាតខ្លាំងមែនទែនបងប្អូនអាខាណាត់ហ្នឹងមិនដឹងថាគាត់ជ្រលក់ជាមួយនឹងអីទេបងគាត់ដាក់ខាត់ជាមួយនឹងអាឈើហ្នឹងហើយចេញពណ៌មកឡងស្អាតកប់សេរីយោតែម្ដងបងប្អូនឥឡូវចាំមើលអស់គ្នាទេបងប្អូនខ្ញុំក៏អត់តាន់ដឹងដែរថាពេលដែលគាត់ធ្វើឲ្យចាននឹងស្អាតប៉ុណ្ណាអីចឹងណាអូនេះបងប្អូនអាដុំថ្មលឿងហ្នឹងពេលដែលគាត់ខាត់ជាមួយនឹងឈើហើយនិយាយពីថាអាសាច់ឈើហ្នឹងចេញមកពណ៌ស្អាតខ្លាំងមែនទែនបងប្អូនឃើញអត់អូ my god បងប្អូននិយាយទៅមិនសរសើរបានការធ្វើប្រកួតសុទ្ធតែមានបច្ចេកទេសត្រឹមត្រូវបងប្អូនអូ my god បងប្អូននិយាយទៅមានពាក្យសរសើរគាត់ហ្នឹងឯងឥឡូវឃើញតែការធ្វើប្រកួតចិត្តហើយដែរបងប្អូនចាំមើលពេលគាត់ធ្វើឲ្យបានដឹងថាស្អាតប៉ុណ្ណាអីចឹងបងប្អូននិយាយទៅកប់សេរីយោតែម្ដងឥឡូវឃើញតែការធ្វើប្រកួតចិត្តហើយដែរបងប្អូនចាំមើលពេលគាត់ធ្វើឲ្យ 100% បានដឹងអូមានពាក្យសរសើរគាត់បងប្អូនព្រោះគាត់ធ្វើចេញមកស្អាតពេកចឹងណាអូឥឡូវគាត់ចាប់ដើមធ្វើគេទៀតចាំមើលអស់គ្នាទៀតបងប្អូនអូគាត់ចាប់ដើមនេះបងប្អូនអូហើយតើគាត់មានធ្វើអីទៀតបងប្អូនអូ my god បងប្អូនឥឡូវឃើញតែចានគាត់ធ្វើឲ្យស្អាតខ្លាំងមែនទែនជុំវីដេអូមិនតែប៉ុណ្ណេះបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បងប្អូនបើមានកន្លែងខុសឆ្គងសូមតាអភ័យទោសផងបងប្អូន